ចាសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះប្រទេសអាមេរិកគឺគេធ្វើបុណ្យអបអរសាទរខួបកំណើតប្រទេសអាមេរិកដែលមានគម្រប់ខួប250ឆ្នាំចាពី Happy Birthday America ចាអញ្ចឹងគឺគេមានអាយុតែ250ឆ្នាំទេគឺក្មេងខ្ចីមែនតែនប៉ុន្តែប្រទេសនេះគឺមានការរីកចម្រើនជាងគេហើយបងប្អូនក៏ដឹងថាវាជាមហាអំណាចនៅលើពិភពលោកគេមហាអំណាចទាំងសេដ្ឋកិច្ចទាំងមហាអំណាចទាំងក្រសួងការពារជាតិគឺមួយឆ្នាំគេចំណាយលុយច្រើនទៅលើក្រសួងការពារជាតិក្នុងការដែលផលិតគ្រឿងយន្តហោះគ្រឿងសព្វាវុធជាច្រើនចាអញ្ចឹងគឺមិនផលិតត្រឹមតែសម្រាប់ការពារប្រទេសជាតិខ្លួនឯងផលិតទាំងលុកហើយក៏មានការជួយដល់ប្រទេសមួយចំនួនផងដែរចាអញ្ចឹងគឺប្រទេសអាមេរិកគឺជាប្រជាជនដែលមានចម្រុះជាតិសាសន៍ច្រើនហើយប្រជាជនអាមេរិកគឺជាប្រជាជនដែលវៃឆ្លាតដោយសារតែចម្រុះជាតិសាសន៍ច្រើនជាងគេមែនទែនហើយនៅក្នុងនោះដែរគឺឈានមុខទាំងសេដ្ឋកិច្ចផងដែរបងប្អូនមិនខ្ញុំនិយាយអួតដោយសារតែខ្ញុំនៅអាមេរិកទេប៉ុន្តែយើងឃើញសេដ្ឋកិច្ចរបស់គេក្រុមហ៊ុនធំគឺសុទ្ធតែចេញពីប្រទេសអាមេរិកទាំងអស់ដូចជាក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Apple គឺសុទ្ធតែជាក្រុមហ៊ុនរបស់អាមេរិកហើយបើទីផ្សារភាគហ៊ុនវិញគឺនៅប្រទេសអាមេរិកតែម្ដងដូចជាក្រុមហ៊ុន stock ក្រុមហ៊ុនដូចថាគេហៅ bond អាស្លឹកគេហៅដូចស្លឹកកដាស់ប្រាក់ហ្នឹងដូចគេយកមកប្រើផ្ញើពីប្រទេសផ្សេងអាហ្នឹងដូចជាកដាស់ប្រាក់ដូចវាមិនមែនលក្ខណៈ check ទេវាជាលក្ខណៈ bond ហ្នឹងដូចជាកដាស់ខ្ញុំសំទោសខ្ញុំអត់ចេះបកប្រែខ្មែរចាំខ្ញុំរនឹកឲ្យបងប្អូនសំទោសប៉ុន្តែអាហ្នឹងគឺជាកដាស់ប្រាក់នៃទ្រព្យសម្បត្តិដែលគេយកមកដាក់ផ្ញើនៅប្រទេសអាមេរិកគឺនៅទីក្រុងញូវយ៉កកាលពីបងប្អូនមិនដឹងកាលអាគារពាណិជ្ជកម្មអញ្ចឹងគឺទ្រព្យសម្បត្តិមាសរាប់តោនគឺនៅក្នុងអាគារហ្នឹងនៅជាន់ក្រោមដីបងប្អូនអញ្ចឹងគឺចាមានន័យថាគឺការធ្វើជីវកម្មសាជីវកម្មភាគហ៊ុនដោះដូរភាគហ៊ុនអីគឺគេធ្វើនៅទីក្រុងញូវយ៉កហ្នឹងតែម្ដងអញ្ចឹងគឺប្រទេសណាក៏យកលុយយកទ្រព្យសម្បត្តិយកមកដាក់ផ្ញើនៅប្រទេសអាមេរិកអញ្ចឹងគឺការធ្វើជីវកម្មធ្វើចំនួនដោះដូរគ្នាហ្នឹងគឺវាមានកាត់ឡើងតាំងពីយូរយារណាស់មកហើយនៅក្នុងប្រទេសអាមេរិកចាអញ្ចឹងអបអរសាទរខួប250ឆ្នាំនៃប្រទេសអាមេរិក